ពីសំណួរទី5បានកន្លងផុតទៅយើងក៏បានសម្រាប់ឥឡូវនេះយើងក៏ជួបគ្នាបន្តទៀតហើយជំនួយរបស់បងអូននៅមានតែមួយទេគឺចម្លងតាមព្រោះបងអូនបាញ់មិញគឺមកផ្លឹបមកសំណួរបាញ់មិញគឺបងអូនអស់2គឺចំណាយលួចមើលមួយហើយដោយលក្ខណៈកាត់របស់យើងកាលណាបងអូនលួចមើលដៃគូអញ្ចឹងដៃគូលែងសង្គ្រោះយើងហើយគឺ4នាក់ទៀតជាអ្នកសង្គ្រោះតែបើបងអូនអត់យកជំនួយលបមើលទេគឺទោះបី4នាក់នោះឆ្លើយត្រូវក៏ដោយដៃគូឆ្លើយខុសគឺអត់អាចសង្គ្រោះបានទេអញ្ចឹងកុំឆ្ងល់ណាចាឬវិញ្ញាសាបន្តទៀតយកមើលណាតនិចកស័តតនិចកស័តឆ្លើយថាឆ្កែឥឡូវឆ្មារត់កាត់មួយយកមើលណាសម្រាប់មើលយកមើលណាភាសាខ្មែរថ្នាក់ទី2កុំសូវទុកចិត្តពេកយកភាសាខ្មែរថ្នាក់ទី2ភាសាខ្មែរថ្នាក់ទី2តាមសម្រាប់ទៀតណាចាមិនទៅគ្នាអូខេភាសាខ្មែរថ្នាក់ទី2គឺថ្ងៃភ្ជុំបិណ្ឌមានរយៈពេលប្រហែលថ្ងៃក14ថ្ងៃខ1ថ្ងៃក15ថ្ងៃថ្ងៃភ្ជុំបិណ្ឌមានរយៈពេលប្រហែលថ្ងៃឲ្យច្បាស់ណាមើលសំណួរឲ្យច្បាស់ណាថ្ងៃភ្ជុំបិណ្ឌមានរយៈពេលប្រហែលថ្ងៃ14ថ្ងៃ1ថ្ងៃឬក៏15ថ្ងៃកខឬក៏កសម្រាប់បានឆ្លើយទៀតហើយនេះដាក់ឆ្កែទៀតទៅសម្រាប់ឆ្លើយដាក់ឆ្កែទៀតហើយអូនគិតច្បាស់ណាអូនឯងនៅសល់ជំនួយតែមួយទេតែតើបងជុំអត់ដែរជុំគេធ្វើពីថ្ងៃណាដល់ថ្ងៃណាអត់ច្បាស់ទេប៉ុន្តែសំណួរគេសួរថាថ្ងៃជុំបិណ្ឌមានរយៈពេលប្រហែលថ្ងៃសុំឆ្លើយអត់យកជំនួយលេងទុកចិត្តសម្រាប់តុកអ៊ីណាចាបងជូនពរឲ្យអូនណៃត្រូវណាចាបងក៏ចង់ឲ្យអូនបានយ៉ាងហោចដល់64ឆ្នាំទៀតចម្លើយបងអូនសុកអ៊ីនគឺចម្លើយខអូនយកចម្លើយខហេតុអីព្រោះភ្ជុំបិណ្ឌវាយើងប្រពរយៈពេល15ថ្ងៃប៉ុន្តែភ្ជុំធំគឺមានតែ1ថ្ងៃចុះក្រៅពីហ្នឹងគេហៅអីក្រៅពីហ្នឹងគេហៅថ្ងៃដាក់បិណ្ឌកត់ទេណាចាមើលសម្រាប់តិចចម្លើយរបស់សម្រាប់គឺខដែរអ្នកទាំង4ខទាំងអស់ដូច្នេះខរបស់បងអូននេះគឺមិនដាក់សអុកនិងសទេអានថាខ្លីតែខ្លឹមសូមអនុញ្ញាតផ្លាស់ប្ដូរសម្រាប់ទៅអង្គុយវិញសម្រាប់នឿយហត់ហើយអូនខ្ញុំរើជំនួយខាងទៀតយកស្ថារ៉ាត់អូនណាសត្វដែលចាំកូននៅទឹកដោះហើយមានរោគគឺឆ្មាទេណាមិនមែនឆ្កែទេណាបាទអូខេឥឡូវភាសាមួយបងហើយសុកអ៊ីណាលុយ640000ដល់ដៃណាបើសិននេះទៅនួបន្តណៃតែគិតថាពិបាកដើរចេញយកលុយទៅផ្ទះណាអូនណាចាអូខេស្ថារ៉ាត់ជំនាញអីអូនខ្ញុំវិទ្យាសាស្ត្រនិងភាសាខ្មែរខ្ញុំយកភាសាខ្មែរថ្នាក់ទី3សំណួរគឺនាមគឺជាពាក្យសម្រាប់សម្គាល់នាមគឺយកនេះគឺយកនាមគឺជាពាក្យសម្រាប់សម្គាល់ជាអង់គ្លេសរៀនបងស្គាល់នាមស្គាល់បើខ្មែរយើងនាមចែកជា4នាមសាធារណៈនាមអាសាធារណៈនាមករណៈនាមការកៈហើយក្នុងនោះបានចែកទៀតនាមរូបិយនាមអរូបិយនាមគឺជាពាក្យសម្រាប់សម្គាល់បងបើសិនតែឆ្លើយរួចហើយមិនទុកចិត្តទៅផ្ទះតែខ្ញុំនៅមានចំនួនមួយមែនទេនៅមានចំនួនមួយគឺចម្លងតាមបានន័យថាបើសិនជាស្ថារ៉ាត់ឆ្លើយខុសអូនចម្លងតាមគឺអូនខុសដែរតែបើស្ថារ៉ាត់ឆ្លើយត្រូវអូនចម្លងតាមក៏អូនត្រូវដែរពលានពី450000នឹងបានទៅដល់ដៃបងអូនជូនពរឲ្យបងអូនបានលុយច្រើនតែក៏ជូនពរបើមិនបានច្រើនកុំឲ្យអត់
សុំឆ្លើយហ្មងនាមគឺជាពាក្យសម្រាប់សម្គាល់ ឈ្មោះរបស់មនុស្ស មនុស្ស សត្វ សត្វ និងវត្ថុ និងវត្ថុ ចា៎ នាមគឺជាពាក្យសម្រាប់សម្គាល់របស់ឈ្មោះមនុស្សសត្វវត្ថុខ្ញុំសូមមើលចម្លើយរបស់សុនថារិតថារិតមានរុក្ខជាតិមួយទៀតខ្ញុំសូមមើលចម្លើយរបស់4អ្នកទៀតអ្នកទាំង4ថែមបានមួយទៀតគឺទីកន្លែងគណៈកម្មការយើងសម្រេចថាឲ្យបងអូនរាប់ក្រោយបែរហើយបែរមកវិញហើយបងអូនតចំនួនទៅទៀតឥឡូវតលៀន 250,000 នៅក្នុងដៃបងអូនហើយកាន់តែរន្ធត់បងអូនមើលលុយឲ្យច្បាស់រាប់0ឲ្យច្បាស់0ម៉ាន 05 05ហើយណា14ដែរអូអា5លាន2លាន5សែនបាន05ពិភាក្សាជាមួយសុថារិទ្ធគិតឲ្យច្បាស់សុផារិទ្ធយកកណិតជាថ្នាក់ទី5បងចាយកកណិតជាថ្នាក់ទី5បងកណិតវិទ្យាថ្នាក់ទី5សំណួរគឺតើបន្ទាត់ពីប្រសពគ្នាកំណត់បានមុំចំនួនប៉ុន្មានបន្ទាត់ពីប្រសពគ្នាបន្ទាត់គឺវេវណោះអាមួយវេវមកនេះមកវាកាត់គ្នាតើបង្កើតបានមុំប៉ុន្មានចាំទេបងចំនួននៅសល់មួយគឺចម្លងតាមបើបងអូនទុកចិត្តសុថារិទ្ធអូនអាចចម្លងតាមតែបើបងអូនមិនទុកចិត្តទេបងអូនលាទៅផ្ទះត្រឹមនេះបានអាចងាកសួរអ្នកក្រោយទីមើលថាទៅទៀតឬក៏ឈប់សម្រាប់បាទសូមងាកទៅមុខវិញសូមជំនួយបងជំនួយមានតែមួយទេគឺចម្លងតាមដែរបាទហ៎ជិះចាក់លើស្កាត់សូមចុចសញ្ញាសម្គាល់ដល់បងអូនសម្រាប់ចិត្តចម្លងតាមសូមបង្ហាញចម្លើយរបស់សុថារិទ្ធសុថារិទ្ធឆ្លើយថាមុំ4សុថារិទ្ធច្បាស់ទេច្បាស់លោកគ្រូប្រកបកត់បងមានខឹមទេឬសូមបងអូនអញ្ចឹងមានសង្ឃឹមឈប់សិនឥឡូវមើល4នាក់ទៀតបើសិនជា4ដែរខ្ញុំអូខេអីពីណាគេដាក់បញ្ជាក់មុំកែង4ទៅទៀតបន្ទាត់ប្រសពនេះមិនប្រកាសថាកែងទេណាបងអូនពាក្យថាប្រសពវាអាចប្រឆិតចេះក៏បានទៅណាក៏បានដែរអរគុណចម្លើយរបស់បងអូនស្រីសុកអ៊ីនដែល copy តាមសុថារិទ្ធគឺជាចម្លើយមួយដែលមិនអាចឲ្យខុសបានទេដំណរតទៅមុខតើសុកអ៊ីនសម្រាប់ចិត្តឆ្លើយហើយសំណួរដែលសុកអ៊ីនរើសវិញ្ញាសាដែលសុកអ៊ីនរើសជាវិញ្ញាសាអីយើងមិនទាន់ដឹងនៅឡើយទេប៉ុន្តែដល់ម៉ោងសម្រាប់សុំពេលតិច